បាទសួស្តីមកលេងសហរដ្ឋអាមេរិកហើយបានរៀបការជាមួយប្តីទទួលបានសញ្ជាតិកំពុងពោពោះតើអាចធានាឪពុកម្ដាយឬអញ្ជើញបងប្អូនមកលេងដែរឬទេបាទនេះជាសំណួរល្អភាគច្រើនអ្នកដែលមកលេងសហរដ្ឋអាមេរិកហើយពួកគាត់បានស្រឡាញ់គ្នាជាមួយបរិសឬស្ត្រីណាដែលមានសញ្ជាតិអាមេរិកាំងពួកគាត់បានរៀបការនឹងគ្នារហូតបាន green card ឬក៏បានសញ្ជាតិហើយពួកគាត់មានបំណងទៅដាក់ពាក្យធានាឪពុកម្ដាយបងប្អូនមកជួយមើលគាត់ដែលកំពុងពោពោះហ្នឹងភាគច្រើនអ្នកដែលដាក់ពាក្យមកនៅស្រុកខ្មែរហ្នឹងគឺគាត់ស្នើសុំវីសាហ្នឹងពេលចូលសម្ភាសតែងតែត្រូវបានមន្ត្រីស្ថានទូតបដិសេធទោះបីជាពួកគាត់មានប្រាក់ចំណូល1000 2000ខ្ពស់យ៉ាងណាក៏ដោយហើយពួកគាត់ហ្នឹងមានប្រវត្តិដើរហើរច្រើនយ៉ាងណាក៏ដោយមូលហេតុដែលមន្ត្រីស្ថានទូតបដិសេធដោយសារយើងនៅសហរដ្ឋអាមេរិកដែលត្រូវជាកូនឬជាបងជាប្អូនហ្នឹងមកហើយអត់ទៅវិញបាទនិយាយអំពីច្បាប់អន្តោប្រវេសន៍អាមេរិកអ្នកដែលកាន់វីសា B1 B2 F1 ឬក៏ R1 អីហ្នឹងពួកគាត់ក្រោយពេលមកដល់សហរដ្ឋអាមេរិកហើយគឺនៅតែអាចរៀបការជាមួយមនុស្សដែលយើងស្រឡាញ់ហើយដាក់ពាក្យសុំ adjustment status សុំ green card អីបានធម្មតាដំណើរការឯកសារមិនមានអ្វីប្រែប្រួលមិនមានអ្វីខុសច្បាប់ទេពួកគាត់បើមានផុសតាំងត្រឹមត្រូវស្នេហានេះច្បាស់លាស់នៅតែទទួលបាន green card ក្រោយពេលរស់នៅស្របច្បាប់3ឆ្នាំឬ5ឆ្នាំហើយពួកគាត់នឹងអាចចូលសញ្ជាតិបានដោយគេឯងក៏ប៉ុន្តែនៅពេលដែលពួកគាត់ងាកទៅអញ្ជើញម៉ែឪរបស់ពួកគាត់មកលេងឬក៏បងប្អូនបង្កើតមកលេងពេលដែលបងប្អូនបង្កើតឬម៉ែឪរបស់ពួកគាត់ចូលសម្ភាសអ្វីដែលមន្ត្រីស្ថានទូតពិនិត្យមុនគេសួរនាំមុនគេគឺអ្នកធានាឬអ្នកអញ្ជើញហ្នឹងមកអាមេរិកតាមរយៈវីសាអីបាទនៅពេលដែលលោកអ្នកប្រាប់ថាអ្នកមកអាមេរិកហ្នឹងមកតាមវីសា B1 B2 ឬក៏ F1 ហើយរៀបការអីចឹងទៅអញ្ចឹងមន្ត្រីកុងស៊ុលដែលជាអ្នកសម្ភាសលោកអ្នកស្នើសុំវីសាមកលេងហ្នឹងគឺគេមានអារម្មណ៍មួយថាគេមិនជឿលោកអ្នកទេពីព្រោះអ្នកអញ្ជើញលោកអ្នកឬអ្នកធានាលោកអ្នកមកលេងដែលត្រូវជាកូនត្រូវជាបងជាប្អូនហ្នឹងមកហើយអត់ទៅវិញនិយាយផ្នែកច្បាប់វាមិនខុសច្បាប់អន្តោប្រវេសន៍ទេក៏ប៉ុន្តែនិយាយអំពីទំនុកចិត្តមន្ត្រីស្ថានទូតគេមិនជឿថាលោកអ្នកមកហើយនឹងទៅវិញបាទពីព្រោះអីពីព្រោះកូនរបស់លោកអ្នកឬក៏បងប្អូនរបស់លោកអ្នកហ្នឹងមកហើយអត់ទៅវិញដូចគ្នាត្រង់ចំណុចហ្នឹងមុនពេលរៀបចំឯកសារស្នើសុំវីសាទេសចរជូនម្ដាយឪពុកមកលេងឬក៏បងប្អូនមកលេងលោកអ្នកគួរតែប្រឹក្សាឲ្យច្បាស់អំពីច្បាប់អន្តោប្រវេសន៍អំពីបញ្ហាដែលពួកគាត់ប្រឈមបាទអញ្ចឹងសរុបមកសម្រាប់អ្នកដែលមកលេងមករៀនអីពួកគាត់នៅតែមានសិទ្ធិរៀបការរៀបអីបានធម្មតាក៏ប៉ុន្តែបើគាត់បានសញ្ជាតិឬបាន green card ហើយពួកគាត់ចង់ធានាឬអញ្ជើញគ្រួសារគាត់មកលេងអានោះអាចមានបញ្ហាប្រឈមច្រើនបាទតែបើគាត់ចង់ធានាមករស់នៅមិនមានបញ្ហាអីទេពួកគាត់អាចធានាមករស់នៅបានឧទាហរណ៍ថាពួកគាត់បានសញ្ជាតិហើយអាចធានាបងប្អូនបង្កើតអាចធានាម៉ែឪមករស់នៅបានតែបើចង់ធានាមកលេងឬក៏អញ្ជើញមកលេងអីអាហ្នឹងតឹងមែនតើលោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំបានបើត្រូវការផ្នែកសេវាកម្មទិដ្ឋាការអាមេរិកបាទអរគុណ